តោះបងប្អូនសម្រាប់ម៉ូតូដែលមានបញ្ហាទៅលើស៊ីសាំងខ្លាំងហើយផ្សែងខ្មៅតាមស៊ីម៉ាំងបញ្ជាក់មិនមែនផ្សែងសណាគឺផ្សែងខ្មៅអញ្ចឹងបញ្ហាទាំងអស់ហ្នឹងគឺតាក់ទងនឹងក្បាលកន្លះអញ្ចឹងចំណុចនេះគេហៅក្បាលកន្លះណាដែលខ្ញុំកាន់នេះណាខ្ញុំកាន់នេះម្ដុំនេះគេហៅថាក្បាលកន្លះអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំធ្វើទៅលើតែក្បាលកន្លះចំណុចក្បាលកន្លះអញ្ចឹងតែយើងធ្វើមិនតោះបើសិនជាម៉ូតូនឹងផ្សែងខ្មៅស៊ីសាំងខ្លាំងអញ្ចឹងចំណុចដែលយើងធ្វើគឺទៅរើក្បាលកន្លះអញ្ចឹងដែលខ្ញុំកាន់នេះក្បាលកន្លះអញ្ចឹងដំបូងគឺយើងត្រូវមានឧបករណ៍ណាក៏អញ្ចឹងឧបករណ៍ដែលយើងត្រូវមានទី1សោយ10វែងនេះគឺយើងដោះជាមួយនឹងបេនសាំងមកណាអញ្ចឹងយើងដោះជាមួយនឹងបេនសាំងគឺយើងប្រើសោលេខ10ដោះទៅលើកបេនដែលខ្ញុំកាន់ហ្នឹងគឺកបេនហើយនឹងបេនសាំងសនំវាតែមួយឯងអញ្ចឹងបន្ទាប់ពីយើងដោះបេនសាំងបានហើយយើងវិលមកបន្តិចមកយើងប្រើសោលេខ10ដែលហ្នឹងគឺយើងដោះពលកម្មអាសោយ10ដែលខ្ញុំកំពុងដោះនេះអានឹងគឺក៏គេហៅថាកម្រិតពលកម្មវាភ្ជាប់គ្នាជាមួយនឹងកម្រិតពលកម្មអញ្ចឹងបន្ទាប់ពីយើងដោះកម្រិតពលកម្មបានហើយយើងយកសោលេខ8ហើយ8ខ្សែយើងដោះមញងលកម្មចេញមកអានេះមញងលកម្មកន្លែងពងលកម្មណាតែយើងដោះពីនឹងហើយដល់ពេលដោះវាបានហើយយើងចាប់ដើមឆ្កឹះមញងលកម្មពងលកម្មនឹងឲ្យចេញសិនដល់ពេលយើងឆ្កឹះវាបានហើយយើងប្រើសោលេខ10គ្រាប់ខ្ញុំប្រើសោលេខ10គ្រាប់ជាមួយនឹងម៉ូទ័រអាសោម៉ូទ័រដោយសារខ្ញុំតម្លាក់ម៉ាស៊ីនចុះហើយខ្ញុំដោះទាំងស្រួលខ្ញុំដោះខ្សោខ្សៅ4គ្រាប់មកហើយកន្លែងហ្នឹងមានខ្សៅមានរងស្ពាន់មួយបើយើងមើលពីមុខខាងឆ្វេងផ្នែកខាងក្រោមមានរងស្ពាន់មួយហើយកណ្នេះគឺក្រោបប្រេងគេហៅថាគម្របមេអំបៅគម្របកន្លែងបង្ហូបបូមប្រេងវាបាទអញ្ចឹងយើងដោះបានហើយយើងប្រើសោលេខ10មួយទៀតដោះខាងសោមាត់ខាង10សោមាត់នេះបើយើងបានធូរយើងប្រើទៅវាដោះថែមទៀតមកលឿនហើយកុំភ្លេចជាមួយនឹងរោគសម្បត្តិគឺយើងប្រើសោ6ជ្រុងនេះមកកុំប្រើសោ17ម៉ឺតគឺបាច់កន្លាច់នេះទេអូខេបានអញ្ចឹងសម្រាប់បញ្ហាទៅលើម៉ូតូដែលស៊ីសាំងខ្លាំងហុយផ្សែងខ្មៅគឺយើងឆែកមើលក្បាលកន្លះណាបាទអញ្ចឹងចាំវគ្គសមីនេះចាំខ្ញុំនិយាយក្រោយអាហ្នឹងខ្ញុំធ្វើវីដេអូក្រោយបន្តទៀតណានេះកន្លែងប៊ីស្តុងនិងសមីបាទអញ្ចឹងយើងមើលក្បាលកន្លះសិនមកទាក់ទងនឹងបញ្ហាដែលវាស៊ីសាំងខ្លាំងផ្សែងខ្មៅអញ្ចឹងយើងមើលទៅលើក្បាលកន្លះហ្នឹងណាគឺមើលនេះស្ប៉ាប់នេះគឺស្ប៉ាប់ប្រេងស្ប៉ាប់ប្រេងស្ប៉ាប់ខាងក្រោមគឺស្ប៉ាប់ភ្លើងអាតូចស្ប៉ាប់ភ្លើងអាធំស្ប៉ាប់ប្រេងអញ្ចឹងបើវាស៊ីសាំងខ្លាំងទាំងពីរហ្នឹងវាមានអាណាមួយដែលវាកលកញ្ញោមខ្លាំងពេលខ្លះវាអាចកលទាំងពីរពេលខ្លះវាកលតែមួយអត់មួយអញ្ចឹងណាបាទអូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺជូនប៉ុណ្ណឹងទាក់ទងនឹងការរើមកកាត់មុខត្រង់ក្បាលកន្លះចាំដល់វគ្គបំបីក្បាលកន្លះថាគ្រឿងមង្គលក្បាលកន្លះមានអីខ្លះតែខ្ញុំធ្វើវីដេអូបន្តទៀតថែមទៀតអរគុណជួបគ្នាវីដេអូក្រោយភ្លេចជួយ share ទុកមើលដើម្បីឲ្យចំណាំខ្លួនឯងជាពិសេសពុកម៉ែបងប្អូនដែលមានកូនទៅរៀនធ្វើម៉ូតូជួយ share ទុកឲ្យគាត់មើលដើម្បីគាត់បានជាបច្ចេកទេសអភិវឌ្ឍខ្លួនអរគុណជួបគ្នាវីដេអូបន្ត